នាងមានរបួសទេពន្លឺយូវីមានគ្រោះថ្នាក់ដល់នាងទេឯងបារម្ភខ្ញុំឬអត់ទេនាងគិតច្រើនពេកហើយខ្ញុំខ្លាចតែទួតគាត់ថាឲ្យមើលថែនេះមិនបានខ្ញុំឃ្លានហើយហេតុអ្វីបានជានាងឃ្លានលឿនម្លេះនាងញ៉ាំអាហារ3ពេលក្នុងមួយថ្ងៃឬបីសាច់យកមិញអ្នកធ្វើអ្វីនាំឈិនស៊ីងទៅបាហើយយកភ្លើងយូវីបាញ់ទៅជីស៊ូអោរបួសបងវាយខ្ញុំដោយសារស្រីម្នាក់នោះនាងនោះតែងតែធ្វើពិតជាខ្មោចឆៅខ្ញុំធ្វើរឿងទាំងអស់នេះសម្រាប់បងដើម្បីគ្រួសារឈិនបិទមាត់ជីស៊ូជាភ្ញៀវកិត្តិយសលោកតាអូនចង់ត្រូវលោកតាបណ្ដេញចេញឬទៅសុំទោសឥឡូវនេះបងមានរឿងត្រូវធ្វើនៅក្រុមហ៊ុនបងគ្មានពេលជាមួយអូនទេម៉ាក់ខ្ញុំឃើញហើយជីស៊ូជាបិសាចជញ្ជក់ឈាមណាម៉ាក់មើលច្បាស់នៅច្បាស់ម៉ាក់យើងគួរធ្វើមិនទៅកុំថយអីកុំបង្ហាញវាយើងនឹងពិភាក្សាជាមួយលោកស្រីលីនិងលោកអាចារ្យបញ្ហានេះអ្នកនាងជីស៊ូឲ្យខ្ញុំសុំទោសអ្វីដែលបានកើតឡើងនៅក្នុងបារអ្នកនាងជីស៊ូខ្ញុំបានធ្វើអាហារពេលព្រឹកទុកជាការសុំទោសយើងមិនហ៊ានហូបពីទេខ្លាចអ្នកដាក់ថ្នាំពុលក្នុងហូបឈិនវាងខ្ញុំជាម៉ាក់ឯងហ៊ាននិយាយជាមួយខ្ញុំបែបនេះមែនទេតាទួតឯងបានទៅចូលរួមកិច្ចប្រជុំគ្រួសារធំទាំង4ទៅហើយណាអាចការពារឯងបានក្នុងគ្រួសារឈិនឥឡូវនេះកុំស្ដាប់ឆ្កែឆ្កួតប្រុសពេកតោះទៅរកឆ្នាំដាំបាយទៅឈិនវាងឯងហ៊ាននិយាយបែបនេះដាក់យើងតបពីលោកតានោះស្លាប់យើងនឹងមិនដេញឯងចេញពីគ្រួសារឈិនដូចគ្នានឹងម្ដាយឯងដែលមានអាយុខ្លីទៅកូនខ្ញុំអាចជួយឯងសម្លាប់នាងបានខ្ញុំអាចជួយឯងសម្លាប់នាងបានដល់រាប់ណាឆ្នាំដាំបាយទឹកមិនមករកនាងវិញក្នុងរយៈពេលខ្លីទេមនុស្សក្នុងគ្រួសារធំទាំង4នឹងស្លាប់ម្ដងម្នាក់តើត្រូវទេឯងដូចជាមិនចង់ឲ្យឆ្នាំដាំបាយទឹកមកកន្លែងរបស់វាវិញទេមានអ្វីពាក់ព័ន្ធជាមួយខ្ញុំនាងជាមនុស្សអាក្រក់យើងនឹងសម្រាប់នាងដើម្បីកូនប្រុសយើងកំហុសនាងទាំងអស់អូនប្រុសយើងមិនស្លាប់ទេកុំប្រញាប់អីមិនយូរទេនឹងដល់វេនម៉ាត់នាងម្ដងយើងនឹងបង្រៀននាងនៅមេរៀនដ៏គួរឲ្យខ្លាចបែបនេះយើងនឹងហែកនាងជាបំណែកអ្នកម៉ាក់កូនគ្មានអ្នកប្រដៅយើងនឹងសម្លាប់នាងលីម៉ាលោកប៉ាពួកឯងយកនាងចេញប៉ាយើងមកហើយនាងនឹងស្លាប់ប៉ានាងនឹងហើយបិទមាត់ទៅស្វាគមន៍ម្ចាស់ស្រីមកវិញ